សូមស្វាគមន៍មកកាន់ព្រះបរមរាជវាំងនិងសារមន្ទីរជាតិដែលជាសម្បត្តិរបស់ប្រជាជាតិកម្ពុជាតោះអ្នកណាមិនទាន់បានមកលេងនៅទីនេះសូមតាមដានវីដេអូជាមួយខ្ញុំទាំងអស់គ្នាព្រះបរមរាជវាំងស្ថិតនៅបណ្ដោយទន្លេទំនប់ទឹកទន្លេសាបនិងភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរប្រកបដោយឥទ្ធិពលបុរាណត្រូវបានស្ថាបនាឡើងនៅក្នុងសតវត្សទី18នៅរជ្ជកាលព្រះបាទអង្គច័ន្ទត្រូវបានកែលម្អនិងពង្រីកជាច្រើនដងដោយរចនាបថបញ្ជាក់ពីសិល្បៈខ្មែរក្នុងវីដេអូមួយនេះអញ្ចឹងដែលនៅទីនេះដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទមែនទែនដែលសុទ្ធតែជាស្នាដៃនៃការច្នៃប្រឌិតរបស់ខ្មែរយើងព្រះវិហារព្រះកែវមរកតគឺជាសំណង់បុរាណដែលមានតម្លៃសាសនានិងវប្បធម៌ខ្ពស់ជាកន្លែងដែលព្រះបរមរតនកោដ្ឋនិងព្រះពុទ្ធរូបដែលជាព្រះបរិសុទ្ធអង្គសំខាន់នៃព្រះបរមរាជវាំងរូបភាពបុរាណជាច្រើនដែលគេបានដាក់តាំងនៅទីនេះដើម្បីឲ្យភ្ញៀវជាតិនិងអន្តរជាតិបានចូលមើលពីប្រវត្តិសាស្ត្រខ្មែរនេះគឺជាព្រះសរលៀងសុវណ្ណវិចិត្រដែលគេបានដាក់តាំងពីចំនួនស្ដេចបុរាណពីមួយចំនួនទៅមួយចំនួនដែលមានបែបផែនខុសៗគ្នាគ្នាដើម្បីងាកមកមើលសារមន្ទីរវិញម្ដងសារមន្ទីរដែលធំជាងគេនៅប្រទេសកម្ពុជាដែលជាទីតាំងប្រមូលផ្ដុំទៅដោយសម្បត្តិវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងនៅសារមន្ទីរជាតិបានរក្សាទុករូបសំណាកនិងផុសតាងប្រវត្តិសាស្ត្រកម្ពុជាដែលមានរូបសំណាកធ្វើឡើងអំពីស្ពាន់សំរឹទ្ធប្រាក់មាសថ្មឈើនិងមានរបស់ដូចជាស្នែងសត្វជាច្រើនទៀតដែលគេបានដាក់តាំងទៅតាមសម័យកាលនីមួយៗខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ចំណេះដឹងថ្មីៗជួយបំពេញចិត្តអ្នកដែលចូលស្វែងយល់អំពីស្ថាបត្យកម្មនិងភាពអស្ចារ្យរបស់ព្រះបរមរាជវាំងនិងសារមន្ទីរជាតិ